ពុកម៉ែបងប្អូនសូមទោសដែលបង្ហាញវីដេអូផ្ទាល់ខ្លួនមួយនេះប៉ុន្តែនាងខ្ញុំពិតជាចង់បង្ហាញវីដេអូមួយនេះពីព្រោះថាវាបង្ហាញអំពីការតស៊ូចំពោះមនុស្សម្នាក់ដែលមានការភ័យខ្លាចក្នុងការឡើងទៅទីខ្ពស់ដូចជានាងខ្ញុំគឺនាងខ្ញុំខ្លាចខ្ពស់មែនតែនប៉ុន្តែនាងខ្ញុំគិតថាមិនគួរបោះបង់ចោលហើយត្រូវតែតស៊ូពីព្រោះគេអាចធ្វើបាននាងខ្ញុំក៏អាចធ្វើបានដែរណាមួយមានអ្នកគ្រប់គ្រងជួយដឹកដៃនាងខ្ញុំនិងអ្នករងចាំនៅខាងលើស្រែជ័យយុខុសជួយជូនពរដល់នាងខ្ញុំឲ្យបានជោគជ័យប៉ុន្តែកុំមើលគ្រាន់តែឡើងមកដល់ភៀមតង់ទី1នេះញ័រដៃញ័រជើងហើយមិនដឹងថាតើខ្លួនឯងនឹងអាចទៅដល់តង់ទី2ទៀតបានដែរឬក៏អត់នៅពេលដែលយើងបានជោគជ័យម្ដងហើយយើងក៏មានកម្លាំងចិត្តហើយនឹកឃើញថានឹងអាចបន្តទៅមុខទៀតបានអញ្ចឹងនាងខ្ញុំក៏បានធ្វើការសម្រេចចិត្តថានឹងឡើងទៅជាន់ទី2បន្តទៀតហើយក៏អាចធ្វើបានដូចគ្នាដែរហើយណាមួយជាន់ទី2នេះគឺអត់សូវចោតខ្លាំងដូចជាន់ទី1ទេកម្មចិន្តាញឹកប៉ុន្តែអាចឡើងទៅដែលមានភាពងាយស្រួលគាត់ថាកម្មចិន្តាឡើងទៅលើភ្នំគឺថាច្រើនកម្មហើយខ្ពស់ពិតប្រាកដមែនអញ្ចឹងហើយតែយើងអាចធ្វើបានហើយបកមកមើលទេសភាពនៅខាងក្រោមវិញគឺពិតជាស្រស់ស្អាតមែនតើចាអញ្ចឹងឥឡូវនេះខ្ញុំនឹងក្រុមការងារបានឡើងផុតតង់ទី2ទៀតហើយដោយជោគជ័យហើយនៅលើភ្នំក៏ពោពេញទៅដោយរូបចម្លាក់ការកសាងជាច្រើននៅលើភ្នំហើយនេះគឺជាដំណើរឆ្លងកាត់តង់ទី3ឡើងទៅលើកំពូលភ្នំតែម្ដងចាហើយទៅលើទៅដល់កំពូលភ្នំនោះគឺមានភ្នំមានថ្មមានដើមឈើច្រើនមែនតើនៅខាងលើហើយនឹងយើងអាចមើលមកទេសភាពនៅខាងក្រោមចាឃើញផ្ទះប្រជាពលរដ្ឋឃើញទន្លេឃើញស្ទឹងក៏ដូចជាវាលចំការស្រស់ស្អាតមែនតើបងប្អូននាងខ្ញុំចង់ឲ្យបងប្អូនបានទៅលេងទីនោះម្ដងប្រសិនបើបងប្អូនអត់ទាន់បានទៅលេងណាចាដូចខ្ញុំអញ្ចឹងលើកទី1តែនាងខ្ញុំជិះកាត់ខេត្តព្រៃវែងនេះគឺរាប់សិបរយជើងមិនអស់ទៅហើយប៉ុន្តែដែលបានចូលលេងតែថ្ងៃនេះគឺបានចូលលេង